ថ្នោត5ដើមសូមជម្រាបសួរនេះគឺជាសកម្មភាពមួយនៃការឡើងប្រមូលវល្លិរុក្ខជាតិដែលខ្ពស់ហើយក្នុងរូបភាពនេះខ្ញុំប្រមូលពីផ្កាពីវល្លិក្របីត្រោសបាទវល្លិក្របីត្រោសយកមកផលិតជាថ្នាំពៅសុខភាពដែលបងប្អូនមួយចំនួនគាត់ចុះខ្សោយអញ្ចឹងណាហើយជំរាបជូនបងប្អូនថាវល្លិហ្នឹងខ្ពស់ណាស់ហើយពីខាងលើមកដល់ខាងក្រោមហ្នឹងមានប្រវែងប្រហែលជា40-50ម៉ែត្របងប្អូនណាប៉ុន្តែចំពោះការប្រមូលខាងខ្ញុំគឺខ្ញុំអត់ប្រមូលកាត់យកទាំងអស់ទេយើងកាត់តែផ្នែកខាងលើទេទុកមកកណាត់ខាងក្រោមឲ្យវាដុះតទៅទៀតអញ្ចឹងណាឲ្យវាដុះបន្ថែមទៅទៀតជួនកាលទៅវាអាចចេញជា2ផ្នែកក៏មានដែរពីផ្នែកពេលដែលយើងកាត់មួយផ្នែកអញ្ចឹងទៅវាអាចចេញជា2ផ្នែកចេញជាភ្លោះវិញនៅពេលដែលយើងទុកឲ្យវាដុះបន្តទៀតណាព្រោះខាងថ្នោត5ដើមយើងខ្ញុំអត់មានការប្រមូលផលផ្ដាច់ផ្ដិលឬកែវទេគឺយើងប្រមូលផងយើងអភិរក្សផងទុកសម្រាប់ប្រើប្រាស់នៅឆ្នាំក្រោយទៀតបើសិនបើយើងប្រមូលផ្ដាច់ផ្ដិលយើងនឹងអស់ឱកាសក្នុងការប្រមូលរុក្ខជាតិនឹងសម្រាប់ធ្វើថ្នាំហើយដូច្នេះពួកខ្ញុំគឺអត់ផ្ដាច់ផ្ដិលរុក្ខជាតិទេអញ្ចឹងណាបាទហើយពីខាងលើដល់ខាងគល់របស់វានឹងខ្ពស់ណាបងប្អូនអើយអញ្ចឹងណាបាទខ្ពស់មែនតែនអញ្ចឹងបន្ទាប់ពីយើងកាត់ហើយយើងទាញវាយកមកកាត់ខ្លីៗដើម្បីងាយស្រួលដាក់ចូលក្នុងការុងសម្រាប់លីយកទៅទីតាំងរបស់យើងវិញនឹងនៅក្នុងព្រៃជ្រៅបងប្អូនដែលយើងកាប់វាហ្នឹងណាយើងកាប់វាយើងទៅប្រមូលផលវាហ្នឹងព្រៃជ្រៅយើងដើរទៅប្រហែលជាមួយដុំ15គីឡូ20គីឡូទៅក្នុងព្រៃហើយធ្ងន់ណាបងប្អូនអញ្ចឹងបានបងប្អូនមួយចំនួនគាត់បានឃើញពីការប្រមូលផលគាត់ដឹងគាត់យល់ប៉ុន្តែនៅពេលដែលយើងបងប្អូនដែលមិនដែលបានដឹងអត់ដឹងទេថាការផលិតថ្នាំហ្នឹងគឺមានភាពងាយស្រួលការពិតមិនងាយស្រួលទេបាទឡើងថ្មចុះថ្មឡើងដើមឈើចុះដើមឈើអីចឹងមកដូចបងប្អូនឃើញនៅក្នុងរូបភាពស្រាប់ហើយគឺថាយើងតស៊ូមែនតែនហ្នឹងមួយមុខទេណាបងប្អូនមិនមែនទាំងអស់ទេព្រោះនៅក្នុងរូបមន្តថ្នាំរបស់ខ្ញុំនោះវាមានដល់ទៅ25រុក្ខជាតិដែលយើងដាក់បញ្ចូលគ្នាមានកម្រិតមានຂ្នាតមានរូបមន្តច្បាស់លាស់សម្រាប់ការព្យាបាលបងប្អូនហ្នឹងអាហ្នឹងមួយផ្នែកទេមួយរុក្ខជាតិទេបើសិនជាច្រើនរុក្ខជាតិហ្នឹងគឺយើងធ្វើដូចចឹងផលលំបាករបស់យើងហ្នឹងគឺมันងាយស្រួលទេបងប្អូនណាมันងាយស្រួលទេដូច្នេះហើយបានជាបងប្អូនខ្លះក៏ថាហេតុអីបានជាថ្នាំហ្នឹងថ្លៃអីចឹងណាចឹងទៅឃើញថាបងប្អូនកុំមានអារម្មណ៍ថាយើងលូកកោបងប្អូនអីអត់ទេអញ្ចឹងណាបងប្អូនហ្នឹងហើយគឺដោយសារថាធ្វើជាគ្រូបុរាណហ្នឹងត្រូវមានភាពតស៊ូខ្លាំងដែរបានថ្នាំយកទៅចែកជូនបងប្អូនទុកសម្រាប់ព្យាបាលរាល់បញ្ហារបស់បងប្អូនតែក៏សូមអរគុណបងប្អូនដែរដែលតែងតែគាំទ្រអញ្ចឹងណាបងប្អូនបាទ